រាប់មានសកម្មភាពឆាប់រហ័សក្នុងការបំបត្តិការឈឺចាប់ដូចជាឈឺខ្លួនប្រាណឈឺខ្នងចង្កេះនិងឈឺតាមសន្លាក់ផ្សេងបាទនៅដែលលោកមនយឿនឧបត្ថម្ភដល់កីឡាករខ្មែរក្នុងការប្រកួតអន្តរជាតិបាទម្នាក់ចំនួន$50បាទយើងរួមទស្សនាការប្រកួតជាបន្តទៀតពេលនេះគូផ្ដាល់អន្តរជាតិបាទគូទី1ឈានចូលដល់ទឹកទី4ហើយបង្គោលក្រហមសេនប៊ុនថេនបង្គោលខៀវគឺកីឡាករអ៊ីវ៉ាន់អាជីយ៉ានចន្លោនឹងមួយជើងស្ដាំទាត់ខនរបស់សេនប៊ុនថេនមួយដៃឆ្វេងវាយសងទៅវិញលឿនចន្លោឆ្វេងទាត់ស្ដាំបាក់ខុសទាំងពីររបស់កីឡាកររុស្ស៊ីអោបគ្នាជាប់បាទព្យាយាមកាច់ផ្ដួលជង្គង់ស្ដាំរបស់អាស៊ីអានជង្គង់ថែមទៀតជង្គង់សងវិញបាទរុះកែងរបស់សេនប៊ុនថេនជង្គង់ស្ដាំបាទឃើញថាកីឡាករបង្គោលខៀវបាទមើលទៅរឹងប៉ឹងមែនតើបាទមិនងាយចោះចាញ់កីឡាករកម្ពុជាយើងនឹងងាយនោះទេបាទលោកញ៉ាកណ្ដាលចំបែកប្រកួតជិតតទៀតមួយជើងឆ្វេងស្ដាំសងបាទឆ្វេងម្ដាយរបស់កីឡាករបង្គោលខៀវស្ដាំសងទៅវិញបាទពីរដៃវាយខុសរបស់កីឡាករអាស៊ីអានទាត់ស្ដាំខាងក្រោមបាទសេនប៊ុនថេនហាក់ដូចជាទុនជើងខាងឆ្វេងបន្តិចបាទជង្គង់ទៅមកជង្គង់ស្ដាំរបស់ប៊ុនថេនជង្គង់ឆ្វេងរបស់អាស៊ីអានបាទលោកឈិតសរឹមធ្វើការចាប់បបែកប្រកួតបន្តទៀតឆ្វេងថែមជើងស្ដាំមួយទៀតរបស់អាស៊ីអានឆ្វេងរបស់ប៊ុនថេនជាយាមអោបគ្នាឲ្យជង្គង់មួយទៅមួយមកអោបគ្នាជាប់ទៀតហើយលោកអញ្ញាកណ្ដាលធ្វើការចាប់បំបែកគួរបន្តបាទការប្រកួតគូនេះអាចជាឆ្លងមិនផុតពីទឹកទី5ទេបាទគឺត្រូវតែកាត់សេចក្តីដល់នៅទឹកទី5ជាផុតវាជើងស្ដាំរបស់កីឡាករបង្គោលខៀវអាស៊ីអានមួយជើងឆ្វេងថែមទៀតបាទប៊ុនថេនកំពុងតែដកថយក្រោយសិនឥឡូវវារុលទៅមុខវិញហើយមួយជើងទៅមករវាងកីឡាករទាំងពីរមួយជើងឆ្វេងថែមទៀតពីរដៃរបស់ប៊ុនថេនមួយជើងស្ដាំរបស់អាស៊ីអានមួយជើងស្ដាំថែមទៀតបាទអោបគ្នាជាប់លោកឈិតសរឹមកំពុងតែត្រៀមចាប់បំបែកបាទផ្ទះសុំទីនៅមណ្ឌលគិរីបាទបានឧបត្ថម្ភទឹកប្រាក់ចំនួន100,000រៀលដល់ទីបក្នុងនោះលោកចាំវុធីនៅមណ្ឌលគិរីបានឧបត្ថម្ភដល់កីឡាករកម្ពុជា3រៀលបាទម្នាក់ចំនួន50,000រៀលផងដែរបាទទស្សនាការប្រកួតបន្តទៀតចុងទឹកទី4ហើយជង្គង់កែងសងកែងមកវិញរបស់កីឡាករបង្គោលខៀវចាប់ទឹកទី4បាទរងចាំទស្សនាទឹកទី5ដែលទឹកដល់ប្រត់ទី5ជាផ្ដាច់ប្រាណនិងខ្នងចង្កេះឈឺតាមសន្លាក់ផ្សេងទស្សនាការប្រកួតបន្តទៀតបាទគូប្រកួតបរទេសរវាងកីឡាករសេនប៊ុនថេននិងកីឡាកររុស្ស៊ីអ៊ីវ៉ាន់អាស៊ីយ៉ានបាទពេលនេះចូលដល់ទឹកទី5នៃទឹកនៃគ្រាប់បាទសេនប៊ុនថេនកំពុងតែប្រមូលកម្លាំងរបស់ខ្លួនដើម្បីជួយសង្គ្រោះទៅលើកីឡាកររុស្ស៊ីលោកអញ្ញាកណ្ដាលធ្វើការចាប់បំបែកប្រកួតជាបន្តមួយជើងស្ដាំរបស់កីឡាករបង្គោលខៀវប៉ុន្តែធ្វើបានល្អមួយដៃឆ្វេងវាយខុសតាមទៀតមួយជើងឆ្វេងសងវិញអាស៊ីយ៉ានកំពុងតែរកចូលអោបកជង្គង់ទៅមកជង្គង់របស់ប៊ុនថេនជង្គង់របស់អាស៊ីយ៉ានបាទបានខ្សែរិញជួយទប់ដល់កីឡាកររុស្ស៊ីដួលដែរលោកអញ្ញាកណ្ដាលចាប់បែកបាទសម្រួលកីឡាករទាំងពីរមកកណ្ដាលសងរៀនចាប់ជើងជាប់ទាត់ស្ដាំមួយអូយបាទចូលក្តៀតក្អមគឺក្រហមពួរហើយបាទពេលនេះលោកអញ្ញាកណ្ដាលចាប់បែកកីឡាករទាំងពីរប្រកួតជាបន្តទៀតកីឡាកររុស្ស៊ីកំពុងតែវាយរុលចូលមកមុខបាទសេនប៊ុនថេនក៏អង់អាចក្លាហានណាស់ដែរបាទអោបកជាប់លោកអញ្ញាកណ្ដាលចាប់បំបែកគួតជាបន្តទៀតដាំក្រសេខុសអោបកនេះជាប់ជង្គង់របស់អាស៊ីយ៉ានជង្គង់របស់ប៊ុនថេនលោកអញ្ញាកណ្ដាលចាប់បំបែកសាជាថ្មីគួតបន្តទៀតយើងជើងស្ដាំសងវិញលឿនស្ដាំថែមទៀតរបស់អាស៊ីយ៉ានឆ្វេងវិញបងមួយដៃស្ដាំវាយខុសរបស់សេនប៊ុនថេនដើរចូលមុខមួយជើងឆ្វេងសងចាប់ជើងជាប់អូជង្គង់អូហេជើងជាប់អូជង្គង់អូហេ
ឬក៏យ៉ាងណានោះទេបាទអូហូបាទសន្លប់បាត់ទៅហើយសម្រាប់កីឡាករសេនមុនធេន